ថ្ងៃនេះខ្ញុំមកបញ្ចេញនៅលំហាត់ថ្មីមួយទៀតតកតងជាមួយនឹង input តែវាតកតងជាមួយវាថ្ងៃមុនអត់ដែលតែនៅ basic ដែល Python ហ្នឹងឯងណាអញ្ចឹងគ្រូ name ទៅណាគ្រូ variable ជា name អញ្ចឹងគ្រូចង់ឲ្យenter your name គ្រូឲ្យ input ណាអញ្ចឹងគ្រូដាក់ input អញ្ចឹង input ហ្នឹងគ្រូឲ្យ user បញ្ចូលឈ្មោះណា user បញ្ចូលឈ្មោះ enter your name enter your name ណា enter your name តមកទៀតខ្ញុំចង់ឲ្យ user បញ្ចូល ID អញ្ចឹងខ្ញុំមក variable ID ស្មើអីណាអញ្ចឹងជា integer ខ្ញុំប្រកាសជាចំនួនគត់តមកទៀតខ្ញុំចង់ឲ្យ input តើជាមួយនឹងនេះវាឲ្យគាត់បញ្ចូល ID របស់គាត់ទៅអញ្ចឹងខ្ញុំឲ្យខ្ញុំដាក់ចេះទៅenter your ID ណា enter your ID ណា your ID នេះតមកទៀតខ្ញុំvariable ជា salary ណា salary ហើយខ្ញុំឲ្យ user បញ្ចូលប្រាក់ខែរបស់គាត់តែខ្ញុំបង្កើតជាចំនួនគាត់ដដែលនេះអញ្ចឹង input មកដល់នេះ input ជានេះតែគាត់បញ្ចូល salary អញ្ចឹងខ្ញុំបោះទៅណាបោះ mistake ទៅenter your salary enter your salary នេះ enter your salary ពេលយើងសរសេរបានប៉ុណ្ណឹងណាអញ្ចឹងយើងធ្វើការ print value ណាយើងចង់បង្កើតអីទៀតក៏បានដែរខ្ញុំចង់ដាក់ប្រកាសតទៀតយើងឲ្យគេ input តទៀតទៅនៅភាសា Python Visual ទេអញ្ចឹងនៅប៉ុណ្ណឹងខ្ញុំ print តម្លៃ3ហ្នឹងសិនមើលនេះខ្ញុំ print តម្លៃរបស់អីគេនៅរបស់ name ដល់ពេល variable ជា name ហ្នឹងឯងនេះហើយយើង print មួយទៀតតទៅជាមួយនឹង ID អញ្ចឹងយើង print ID ហ្នឹងទៅណាមួយទៀតយើង print តម្លៃរបស់ salary អញ្ចឹងយើង print salary ទៅនេះ salary អញ្ចឹងដោយសារតែគូ variable regression តែ3ដោយសារមាន name មាន ID មាន salary អញ្ចឹងក៏យើង print តែប៉ុណ្្នឹងតែណាយើង print តែប៉ុណ្្នឹងទេណាអញ្ចឹងគូវិទ្យាតិចតទៅមួយនឹង input output នឹងឯងពួកយើងត្រូវចាំ print ដែរគូយល់ទៀតណាហើយបន្តមកទៀតតទៅជាមួយនឹងការ save ណាយើង save មក save មួយខ្ញុំដាក់ចោលខ្ញុំដាក់ exercise អញ្ចឹងទៅណា exercise អញ្ចឹងទៅ exercise តមកគ្រូ compile run មើលណាគ្រូ run មួយនៅពេលគ្រូ run គេឲ្យយើងបញ្ចូលនេះឥឡូវខ្ញុំបញ្ចូលថាឈ្មោះខ្ញុំចឹងទៅនេះតមកទៀតគេឲ្យបញ្ចូល ID បញ្ចូលឈ្មោះហើយយើងបញ្ចូល ID ខ្ញុំឧទាហរណ៍ថា100 200 99ចឹងចុះណាពេល enter មកវានឹងឲ្យប្រាក់ខែ salary តែយើងបញ្ចូលនៅក្នុង user ដោយសារយើងអត់ limit ផងហ្នឹងចឹងឥឡូវគ្រូបញ្ចូលប៉ុន្មានឧទាហរណ៍ថាឥឡូវ5000ចឹងចុះ enter មកវាចេញឲ្យហើយអញ្ចឹងនៅពេលរៀនមើលចុះមើលឡើងទៅពួកយើងនឹងអាចយល់ហើយតើតើជាមួយនឹង variable ជា name ជា ID ជា salary ប៉ុន្តែយើងត្រូវដឹងថាមួយជាអីគេជា character មួយជា integer ណាមួយជា float មួយជាអីតែថ្ងៃនេះខ្ញុំជាតើតើជាមួយ character នឹងinteger ដែរណាវាជាចំនួនគត់នឹងឯងណាអញ្ចឹងប្រឹងប្រែងមើលពិសងលេ
ឲ្យបានច្រើនតើតើមួយពាក្យ technology ហើយម្យ៉ាងទៀតតើតើជាមួយនឹង algorithm តិចទៀតដល់ហើយណា algorithm យើងត្រូវចេះគណិតវិទ្យាដែរតើតើជាមួយ binary code កូដ2មាន0101ណាតើតើមួយ boolean អីមិនហ្នឹង true false ហ្នឹងលេខ1លេខ0ហ្នឹងឯងយើងត្រូវចេះតិចទៀតទៅយើងមាន algorithm ច្រើនđểធ្វើការទៅសេទៅលើវាណាអូខេវីដេអូថ្ងៃនេះគ្រូចេញប៉ុណ្ណឹងហើយសូមពួកយើងទាំងអស់គ្នាមើលចុះមើលឡើងទៅណាដើម្បីឈានទៅធ្វើ project មួយដែលយើងអាចប្រើប្រាស់បានណាអូខេគ្រូចេញវីដេអូប៉ុណ្ណឹងចុះពួកយើងឲ្យជូនពរពួកយើងឲ្យសុខភាពល្អហើយប្រឹងប្រែងរៀនណាគ្រូក៏ប្រឹងប្រែងផលិតវីដេអូដើម្បីចែករំលែកដល់ពួកយើងដែរណាយើងការងាររវល់យ៉ាងណាក៏ឆ្លៀតពេលណាជួយដើម្បីជាមានឯកសារមួយជាជំនួយដល់ពួកយើងណាអូខេ goodbye ទាំងអស់គ្នាសុខសប្បាយណា